វិធីឈានទៅរកភាពជោគជ័យថ្ងៃនេះខ្ញុំមានអត្ថបទដែលបង្ហាញអានចែកជូនបងប្អូនប្រិយមិត្តទាំងអស់អំពីវិធីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើការងារមនុស្សតែងតែមានគំនិតផ្សេងៗគ្នាមានអ្វីដែលដូចគ្នានោះទេតែអ្វីដែលដូចគ្នានោះក៏មាននៅត្រង់ចំណុចដែលយើងម្នាក់ចាំបាច់គឺត្រូវតែធ្វើការងារដូចគ្នាក្នុងការធ្វើការងារដែលល្អចាំបាច់ត្រូវតែមានច្បាប់ក្នុងការគ្រប់គ្រងបុគ្គលិកលក្ខណៈឲ្យល្អរៀងៗខ្លួនដែលមាននៅភាពជោគជ័យជាដើមគ្រប់គ្នាក៏សុទ្ធសឹងតែឆ្លងកាត់នៅហេតុការណ៍ដែលបង្កទៅជាបញ្ហាតូចធំស្ទើរតែទាំងអស់គ្រប់គ្នាទោះបីជាយ៉ាងណាក៏ដោយគេទាំងអស់គ្នាអាចពុះពៀមកបានព្រោះតែមានការយកនៅកលឹះនៃភាពជោគជ័យក៏ដូចជាមាគ៌ាក្នុងការអនុវត្តដើម្បីឆោមចាប់ឲ្យបានដល់នៅចំណុចកំពូលនៃមនុស្សរហូតដល់នរណាក៏ព្រមទទួលស្គាល់ថានឹងហើយគឺជាបុគ្គលជោគជ័យនោះឯងក្នុងការរស់នៅរបស់មនុស្សយើងម្នាក់តែងតែមានលក្ខណៈប៉ុនគ្នាប៉ុន្តែជឿចោះថាប្រសិនបើយើងទាំងអស់គ្នាមានការចាប់អារម្មណ៍ទៅលើគុណភាពនៃជីវិតវាគឺជាការប្រសើរណាស់វាអាចឲ្យយើងធ្វើបានគ្រប់គ្នានៅការរីកចម្រើននៅអ្វីដែលយើងបានរំពឹងទុកដែលវិធីឈានទៅរកភាពជោគជ័យរបស់មនុស្សយើងគ្រប់ចំនួនមិនថាចំនួនចាស់ឬក៏សម័យថ្មីត្រូវបានបែងចែកទៅជាចំណុចដូចគ្នាតទៅនេះថាវិធីឆ្ពោះទៅរកភាពជោគជ័យចំណុចទី1ការរៀបចំខ្លួនធ្វើជាមនុស្សដែលមានទំនាក់ទំនងល្អតើអ្វីទៅដែលភាពជាមនុស្សដែលមានទំនាក់ទំនងល្អវាគឺជាកត្តានិករមួយជំរុញជីវិតរបស់យើងឲ្យឈានទៅរកភាពជោគជ័យបានមិនថាការនិយាយស្ដីការមានទឹកចិត្តដ៏ឆ្លុះបញ្ចាំងអំពីសន្តានចិត្តក្នុងការយល់អព្យាស្រ័យដល់មិត្តភាពផ្សេងអាស្រ័យហេតុនោះហើយប្រសិនបើយើងចង់ក្លាយទៅជាមនុស្សដែលមានទំនាក់ទំនងល្អយើងត្រូវតែមានលក្ខណៈសម្បត្តិដូចតទៅនេះថាសេចក្តីសុខមនុស្សដែលជួបទៅនឹងភាពជោគជ័យក្នុងការងារចាំបាច់ត្រូវតែមាននៅសេចក្តីសុខចំពោះអ្វីដែលយើងបាននឹងកំពុងតែធ្វើដោយមានការរួមដៃពីគ្នាគ្រប់ភាគីដើម្បីឆ្ពោះទៅរកទិសដៅដែលយើងបានកំណត់ទុកនោះឯងពេលនោះការងាររបស់យើងក៏ប្រកាសជាអាចសម្រេចបាននៅលទ្ធផលដែលយើងចេះមានការរួបរวมចិត្តរួបរวมគំនិតគ្នាហើយយើងក៏មាននៅសេចក្តីសុខសេចក្តីរីករាយក្នុងការបំពេញការងាររបស់យើងទៅជាក្រុមមានភាពល្អនឹងគ្នាលទ្ធផលក៏ល្អដូច្នោះដែរទំនុកចិត្តតើអ្វីទៅជាទំនុកចិត្តមនុស្សដែលជួបទៅនឹងភាពជោគជ័យតែងតែមាននៅទស្សនៈគិតល្អនិងមាននៅទំនុកចិត្តលើខ្លួនឯងខ្ពស់ហើយបុគ្គលដែលជួបនៅភាពជោគជ័យក៏តែងតែគិតថាខ្លួនគេនោះគឺត្រូវតែឈ្នះជានិច្ចថាព្រោះរូបគេធ្លាប់បានជួបទៅនឹងភាពជោគជ័យកន្លងមកហើយទៅធ្វើឲ្យគេកាន់តែមាននៅទំនុកចិត្តក្នុងការធ្វើការងារទៅជាក្រុមខ្លាំងឡើងភាពស្មោះត្រង់តើអ្វីទៅគឺជាភាពស្មោះត្រង់មនុស្សដែលជួបទៅនឹងភាពជោគជ័យតែងតែប្រកាន់ខ្ជាប់នៅភាពស្មោះត្រង់និងចេះយោគយល់អព្យាស្រ័យក៏ដូចជាយកអាសាដល់អ្នកដទៃ
ឲ្យទទួលបាននូវជោគជ័យដូចដែលខ្លួនដែរព្រោះគេមានការអភិវឌ្ឍដែលនឹងត្រូវយកឈ្នះរួមជាមួយនឹងអ្នកដទៃដើម្បីឲ្យមានទំនុកចិត្តរវាងភាគីទាំងពីរផងដែរយើងក៏អាចមានសេចក្តីសុខទៅនឹងមានទំនាក់ទំនងល្អជាមួយគ្នាកើតឡើងព្រោះម្នាក់សុទ្ធតែមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកហើយវាក៏ជាផ្នែកមួយនៃភាពជោគជ័យរបស់បុគ្គលយើងផងដែរសេចក្តីព្យាយាមតើអ្វីទៅជាសេចក្តីព្យាយាមមនុស្សដែលជួបទៅនឹងភាពជោគជ័យនៅក្នុងការធ្វើការងារប្រចាំថ្ងៃចាំបាច់ត្រូវតែមានសេចក្តីព្យាយាមអត់ធត់សម្រាប់បុគ្គលជាច្រើនដែលឆ្លងកាត់ក៏ដូចជាធ្លាប់មាននៅកេរ្តិ៍ឈ្មោះកន្លងមកក៏សុទ្ធសឹងតែជាអ្នកដែលមានសេចក្តីព្យាយាមយ៉ាងខ្លាំងមុតផងដែរនឹងអាចទទួលបាននូវភាពជោគជ័យយ៉ាងណាមិញដូចជាលោក Thomas Edison លោកបានព្យាយាមធ្វើការពិសោធន៍ចំនួន 100,000 ដងមុនពេលដែលគាត់អាចបង្កើតអំពូលភ្លើងបានដោយជោគជ័យជាដើមគាត់បានធ្វើការសិក្សាស្រាវជ្រាវទៅលើវត្ថុជាច្រើនយ៉ាងរហ័សយ៉ាងឥតឈប់ឈររហូតដល់គាត់សម្រេចបាននូវភាពជោគជ័យក៏ដូចជាផ្លែផ្កាហើយត្រូវបានរក្សាទុកដោយជនដែលមានសេចក្តីព្យាយាមរមែងទទួលបានលទ្ធផលល្អដូចអ្វីដែលពួកគាត់បានរំពឹងទុកការប្រថុយប្រឋានសេចក្តីនេះគឺមនុស្សជាច្រើនលើកច្រើនសារហើយនៅក្នុងបច្ចុប្បន្នក៏ដូចជាអនាគតជាច្រើនសារមុនពេលដែលយើងទទួលបាននូវភាពជោគជ័យយើងចាំបាច់ណាស់ត្រូវតែមានការប្រថុយប្រឋានជាញឹកញាប់ប៉ុន្តែមនុស្សយើងនៅមានឱកាសច្រើនក្នុងការទទួលយករង្វាន់ប្រសិនបើយើងមានការតស៊ូយ៉ាងមុតមាំរហូតដល់យើងទទួលបាននូវភាពជោគជ័យទទួលបាននូវលទ្ធផលប្រសើររុងរឿងព្រមទាំងសេរីភាពនិងសេចក្តីសុខដែលយើងទទួលបានពីការធ្វើការងារសុខភាពតើសុខភាពវាជារឿងសំខាន់ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់មើលថែទាំងសុខភាពរបស់យើងឲ្យល្អផងដែរយើងគួរតែមាននូវសុខភាពរាងកាយក៏ដូចជាសុខភាពផ្លូវចិត្តយ៉ាងរឹងមាំនិងមានការកំណត់ពេលវេលាដើម្បីបង្កើតនូវថាមពលការងាររបស់ខ្លួនព្រោះការបង្កើតថាមពលគឺជារឿងដែលសំខាន់សម្រាប់បុគ្គលដែលទទួលបាននូវភាពជោគជ័យជាដើមយើងត្រូវចេះកំណត់ពេលវេលាឲ្យបានសមស្របព្រមទាំងសម្រេចកិច្ចការផ្សេងៗសូម្បីតែការសម្រាកត្រឹមតែ1នាទីក៏អាចជួយឲ្យយើងមានអារម្មណ៍ថាហាក់ដូចជាមានថាមពលឡើងវិញម្ដងទៀតការជួយយកអាសាមនុស្សយើងគ្រប់គ្នាគ្មាននរណាម្នាក់ដែលថាមិនចេះជួបនៅបញ្ហានោះឡើយអាស្រ័យដូច្នេះហើយយើងគប្បីត្រូវតែជួយយកនៅអាសាផ្ដល់ការប្រឹក្សានិងជួយណែនាំទៅដល់បញ្ហាដែលខ្លួនឯងបានជួបប្រទះក៏ដូចជាដើម្បីឲ្យគេមានភាពរឹងមាំល្មមនិងអាចជួយខ្លួនគេបានក៏ព្រោះគេមានភាពរីករាយដោយមានអ្នកដទៃចាំជួយតម្រង់ទើសជាដើមទើសដៅឲ្យគេបានប្រសើរនិងមានសេចក្តីរីករាយនៅក្នុងចិត្តដែលបានសន្តិដ្ឋនៅក្នុងចំណោមមនុស្សដែលមានសមត្ថភាពមានទំនួលខុសត្រូវនិងមានទំនុកចិត្តមានការទំនុកបម្រុងគេវាសំខាន់ណាស់ថាតើមនុស្សឆ្លាតឬក៏មានគំនិតប្រសើរប៉ុណ្ណានោះទេប៉ុន្តែគេក៏គួរតែជាមនុស្សដែលគួរឲ្យជឿទុកចិត្តបានគឺជាមនុស្សដែលយល់អំពីវិធីបង្កើនថាមពលជីវិតដោយការប្រើនៅធនធានដែលមាននៅក្នុងជុំវិញខ្លួននិងប្រព័ន្ធដែលការជួយឧបត្ថម្ភទំនុកបម្រុងដ៏ប្រសើរក្នុងការជួយយកអាសាគ្នាទៅវិញទៅមកជាដើមនោះឯងការវឹកហាត់ការដែលអាចយកបាននូវភាពជោគជ័យក្នុងការដែលជីវិតយើងសម្រេចបាននូវគោលបំណងក្នុងជីវិតដែលយើងចាំបាច់ត្រូវតែនឹកដល់កាលដែលវឹកហាត់ផងដែរ
ព្រោះថាការវិវត្តឲ្យកាន់តែមានគុណតម្លៃនិងគួរឲ្យជាទីទុកចិត្តនៃជននានុជនទាំងឡាយនោះគឺត្រូវតែមានការវឹកហាត់ជានិច្ចដើម្បីត្រៀមខ្លួននៅពេលដែលជួបនៅឧបសគ្គអំពីបញ្ហាណាមួយការផ្ដល់នៅសារៈសំខាន់ដល់ជនគ្រប់រូបការផ្ដល់ការងារយើងចាំបាច់ត្រូវតែចេះជួយយកអាសាគ្នាទៅវិញទៅមកហើយសម្រាប់ការដែលអាចសម្រេចនៅភាពជោគជ័យក៏ដូចជាជ័យជំនះយើងក៏ត្រូវចេះផ្ដល់ឱកាសដល់គេគ្រប់គ្នាផងដែរដែលបានជួយឲ្យយើងសម្រេចបាននៅភាពជោគជ័យនេះដែរគឺយើងត្រូវចេះផ្ដល់នៅសារៈសំខាន់ដល់គេគ្រប់គ្នាដើម្បីឲ្យគេបានដឹងថាខ្លួនគេពិតជាមានសារៈសំខាន់ចំពោះយើងមែននិងបានដឹងថាខ្លួនគេកំពុងមានតម្លៃដូច្នោះដែរទោះបីជាយើងធ្វើអ្វីក៏ដោយយើងត្រូវតែធ្វើខ្លួនឲ្យคล้ายទៅជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃកុំប្រជែងចង់បានភាពលេចធ្លោតែម្នាក់ឯងកុំគិតថាមានតែយើងម្នាក់គត់ដែលពូកែជាងគេនោះគឺត្រូវចេះទទួលស្គាល់នៅការពិតដែលសន្តាត់នៅចំពោះមុខយើងប្រសិនបើយើងមានសមត្ថភាពពិតប្រាកដមែននោះវាពុំចាំបាច់គេថ្ងៃណាមួយគេក៏ប្រកាសជានឹងមកមើលយើងឃើញដោយខ្លួនឯងការបង្កើតទំនាក់ទំនងគឺជាវិថីនៃជីវិតប្រសិនបើយើងចេះភ្ជាប់រវាងសតិនិងបញ្ញាភាពហ្មត់ចត់និងភាពមើងម៉ាត់នោះវាគឺជាប្រភពនៃភាពជោគជ័យនៅក្នុងជីវិតវិធីជោគជ័យរបស់យើងចំណុចទី2ចេះក្រឡេកមើលពិភពលោកក្នុងផ្លូវល្អថាយើងប្រសិនបើយើងមនុស្សយើងគ្មានជំនឿជឿលើខ្លួនឯងទេនោះតើអាចសម្រេចបាននូវភាពជោគជ័យយ៉ាងដូចម្ដេចទៅប្រសិនបើយើងមិនជាមនុស្សរឹងមាំក្រឡេកមើលពិភពលោកក្នុងផ្លូវល្អនោះភាពបរាជ័យប្រកាសជាពុំអាចកើតឡើងបាននោះទេដូច្នេះសូមយើងកុំធ្វើជាមនុស្សដែលខ្វះទំនុកចិត្តឲ្យសោះសូមកុំទុកឱកាសឲ្យគំនិតរបស់យើងគិតក្នុងផ្លូវអវិជ្ជមានសូម្បីតែ1នាទីក៏ដោយហើយកុំបោះបង់ចោលនៅអ្វីដែលអ្នកកំពុងតែគិតសូមប្រកាន់ភ្ជាប់នៅទំនុកចិត្តរបស់ខ្លួននៅពេលដែលធ្វើអ្វីមួយត្រូវតែគិតពិចារណាឲ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយនិងចេះក្រឡេកមើលពិភពលោកក្នុងផ្លូវល្អក្នុងទស្សនគតិផ្លូវវិជ្ជមានពេលនោះភាពជោគជ័យមុខតំណែងក៏คล้ายទៅជាការជួយដល់រង្វាន់ក៏ដូចជាកម្លាំងចិត្តចំពោះខ្លួនយើងក៏ថាបានគ្រប់គ្នាសមនឹងទទួលនៅអ្វីគ្រប់គ្នាដែលយើងរំពឹងទុកអ្វីដែលមនុស្សយើងធ្វើល្អបំផុតនៅក្នុងជីវិតនោះគឺការមានសេចក្តីសុខចំពោះការធ្វើការងារនិងការរស់នៅជាមួយក្រុមគ្រួសារដែលមានភាពកក់ក្ដៅនោះវាល្មមគ្រប់គ្រាន់សម្រាប់ភាពជោគជ័យរបស់យើងហើយប៉ុន្តែដើម្បីឲ្យការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើងនោះយើងក៏ត្រូវតែធ្វើជាមនុស្សកំណត់ទិសដៅក្នុងការឆ្ពោះជំហានទៅមុខជានិច្ចហើយជីវិតរបស់យើងរួមទាំងការជួយឧបត្ថម្ភកម្លាំងចិត្តពីមិត្តភ័ក្តិការកសាងការងារទស្សនគតិល្អៗជុំវិញខ្លួនទៅវិញទៅមកក្រឡេកមើលពិភពលោកក្នុងផ្លូវល្អមានការជឿជាក់លើខ្លួនឯងក៏អាចនឹងជួយបង្កើតនូវភាពជោគជ័យនិងសេចក្តីព្យាយាមរហូតដល់ធំលូតលាស់សម្រាប់បានសមត្ថភាពដែលយើងធ្លាប់អនុវត្តកន្លងមកនេះឯងគ្រាន់តែប្រាប់យើងក៏មាននៅសេចក្តីសុខក្នុងចិត្តណាស់ទៅហើយប្រយោជន៍តែសំខាន់បំផុតក្នុងការបង្កើតចំណងមិត្តភាពនោះគឺវាអាស្រ័យធ្វើឲ្យយើងមានការរីកចម្រើនទៅមុខនៃផលិតផលប្រសិទ្ធភាពនិងភាពជោគជ័យនៃកិច្ចការអាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃផងដែរនេះគឺជាអ្វីដែលយើងសម្រេចនៅសេចក្តីស្រមៃនៃការតាំងចិត្តក្នុងការធ្វើការងារ
ការបង្កើតទំនាក់ទំនងគួរតែធ្វើដោយចិត្តស្មោះនិងច្បាស់លាស់ដោយពុំមែនជាការធ្វើដើម្បីតែខ្លួនឯងនោះទេគឺធ្វើដើម្បីប្រយោជន៍រួមដោយយើងមានលក្ខណៈដល់អ្នកដតីគិតថាគេជាមនុស្សល្អព្រោះកាលដែលយើងឲ្យដោយរំពឹងនៅការតបស្នងសងគុណវិញនោះគឺជាអ្វីដែលមនុស្សគ្រប់គ្នាមានការកោតក្រែងហើយព្រមទាំងចូលមកជួយយកអាសាយើងដោយគេជឿជាក់នៅអ្វីដែលយើងធ្លាប់ធ្វើនៅអ្វីដែលធ្វើចំពោះយើងដែលយើងធ្វើល្អចំពោះគេកន្លងមកដូចគ្នាគេតែងតែមើលឃើញនៅអំពើល្អរបស់យើងវិញចាក់ជាមិនខានដូច្នេះសម្ព័ន្ធមិត្តដ៏ល្អដ៏មានប្រភាពស្និទ្ធស្នាលក៏ដូចជាវាពិតប្រាកដជាកើតឡើងនៅពេលនោះដែរប្រសិនបើយើងត្រូវធ្វើការងារដោយសង្វេគតែខ្លួនឯងនោះការបង្កើតទំនាក់ទំនងក៏ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងហើយវាក៏នឹងនាំមកនូវសេចក្តីសុខចំពោះជីវិតរបស់យើងដូចគ្នាដែរគំនិតនៃជនគ្រប់រូបដែលមានទស្សនគតិល្អចំពោះគ្នាគឺជាទម្រង់នៃការបំពេញការងាររួមជាបុគ្គលដទៃទៀតបានហើយការក្រឡេកមើលពិភពលោកក្នុងផ្លូវល្អក៏ជាអ្វីដែលយើងគួរតែមានដើម្បីអភិវឌ្ឍខ្លួនយើងឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតបានប្រសិនបើយើងខ្វះនៅអ្វីទាំងអស់នោះការស្វែងរកនៅសេចក្តីសុខនិងសេចក្តីសង្ឃឹមនៃជីវិតក៏ប្រហែលជានៅវែងឆ្ងាយទៀតណាស់វិធីឆ្ពោះទៅរកភាពជោគជ័យចំណុចទី3គឺការបណ្ដុះគំនិតគិតល្អឬក៏ទស្សនៈល្អក្នុងការប្រព្រឹត្តបដិបត្តិជីវិតឲ្យមានសេចក្តីសុខលោកអ្នកត្រូវតែចេះយកនៅទស្សនៈគតិល្អមកប្រើក្នុងជីវិតរបស់យើងព្រោះវាគឺជាអ្វីដែលនាំឲ្យយើងមាននូវភាពប្លែកក្នុងជីវិតផ្ទាល់ខ្លួននិងមុខរបរការងារជាដើមដោយភាពជោគជ័យនោះនឹងទទួលបានតាមរយៈជីវិតប្រចាំថ្ងៃរបស់យើងអ្វីដែលយើងត្រូវទទួលបានគឺជីវិតមានសេចក្តីសុខពោរពេញទៅដោយសេចក្តីស្រឡាញ់អ្វីដែលគ្រប់យ៉ាងអាស្រ័យទៅលើជីវិតរបស់ខ្លួនយើងដែលជាអ្នកកំណត់ថាទស្សនៈគតិដែលយើងគិតបានកំណត់ទុកនៅភាពជោគជ័យដ៏ប្រកបនៅវែងឆ្ងាយពីខ្លួនយើងនៅឡើយទស្សនៈគតិគឺតម្រូវឲ្យការដឹកនាំជីវិតរបស់យើងកាន់តែមានភាពប្រសើរឡើងនោះគឺការស្វែងរកនៅអ្វីដែលអំណត់មួយយ៉ាងដ៏ធំការរុងរឿងនៃជីវិតនិងមុខតំណែងការងារដោយទៅនឹងអត្ថបទកំណាព្យរបស់លោក Henry ដែលសរសេរថាខ្ញុំគឺជាចៅហ្វាយនៃវាសនារបស់ខ្ញុំគឺជាតៃកង់នៃវិញ្ញាណរបស់ខ្ញុំគាត់បានប្រាប់ឲ្យយើងដឹងថាយើងគឺជាចៅហ្វាយនាយនៃជោគវាសនារបស់យើងព្រោះយើងកំពុងតែរស់នៅក្នុងការគ្រប់គ្រងនៃទស្សនគតិរបស់យើងនោះឯងមានមនុស្សជាច្រើនបាននិយាយថាទស្សនគតិអាចធ្វើឲ្យយើងធ្វើបានទាំងការបង្កើតនិងការបំផ្លាញដែលអ្វីដែលយើងអាចកែប្រែគំនិតនោះបានដោយមានការទស្សនៈល្អមានការគិតល្អគឺចាំបាច់ត្រូវតែធ្វើជាមនុស្សដែលចេះមានសេចក្តីមេត្តាប្រសិនបើមិនអាចធ្វើបាននោះយើងប្រកាសជាមិនអាចទទួលនៅជោគជ័យបានឡើយប៉ុន្តែប្រសិនបើយើងឃើញតម្លៃនៃទស្សនគតិទាបពេកមើលផ្លូវអវិជ្ជមានយើងមិនអាចព្រមទទួលស្គាល់នៅអ្វីដែលយើងធ្វើទាំងអស់នោះជីវិតរបស់យើងក៏ប្រកាសជាគ្មានថ្ងៃទទួលបាននៅជោគជ័យផងដែរខាងក្រោមនេះគឺជាផ្នែកមួយនៃសំណួរសាកល្បងដែលតាក់ទងទៅនឹងគតិរបស់លោកអ្នកថាតើជួបប្រទះញឹកញាប់ប្រសិនបើដូច្នោះមែនលោកអ្នកគួរតែព្រមឬក៏ទទួលដោះស្រាយយ៉ាងណាចំពោះបញ្ហាដែលកើតឡើង
1ថាតើខ្ញុំមានទស្សនគតិយ៉ាងណាចំពោះខ្លួនឯង 2ថាតើទស្សនគតិគិតយ៉ាងណាចំពោះមិត្តភាពរួមការងារ3តើអ្វីដែលត្រូវការបំផុតនោះ4ថាតើបុគ្គលិកលក្ខណៈរបស់ខ្ញុំនោះយ៉ាងម៉េចដែរ5ថាតើខ្ញុំចាប់អារម្មណ៍ទៅលើរឿងអ្វីខ្លះដ៏ធំបំផុត6ថាតើខ្ញុំមានភាពច្បាស់លាស់នឹងការចូលចិត្តអ្វីខ្លាំងបំផុតនោះ7ថាតើខ្ញុំចូលចិត្តអានសៀវភៅប្រភេទណាខ្លាំងជាងគេព្រោះអ្វី8ខ្ញុំចូលចិត្តមើលកុនឬក៏វីដេអូអ្វីខ្លាំងបំផុតក៏ព្រោះអ្វីដែរ9តើខ្ញុំចូលចិត្តស្ដាប់ចម្រៀងប្រភេទណាខ្លាំងបំផុតព្រោះអ្វី10ថាតើខ្ញុំចូលចិត្តដើរកម្សាន្តទេសចរប្រភេទណាព្រោះអ្វី11ថាតើខ្ញុំចូលចិត្តការងារអ្វីបំផុត12ថាតើខ្ញុំមានការជឿទៅលើអបិយជំនឿដែរឬទេប្រភេទសំណួរសាកល្បងនេះអស់លោកអ្នកគិតថាជាអ្វីដែលចង់ឲ្យយើងដឹងថាតើខ្លួនរបស់យើងនោះយល់យ៉ាងណាយ៉ាងដូចម្ដេចថាតើយើងមានទស្សនគតិយ៉ាងណាហើយប្រសិនបើយើងមានអ្វីដែលបានជួបប្រទះដូចមាននៅឧបករណ៍នេះថាតើគួរមានវិធីដោះស្រាយនៅបញ្ហាចំពោះយើងយ៉ាងដូចម្ដេចជាទូទៅក៏ដូចជាគ្នានេះដែរយើងក៏ត្រូវតែមានទស្សនៈដែលហ្មត់ចត់ដោយមានការតាំងចិត្តខ្ពស់ហើយអ្វីដែលសំខាន់នោះគឺយើងត្រូវមានទស្សនៈគតិល្អចំពោះអ្វីដែលនៅជុំវិញខ្លួនយើងពេលនោះភាពជោគជ័យប្រកាសជានៅមិនឆ្ងាយអំពីការតាំងចិត្តរបស់យើងឡើយវិធីជោគជ័យទៅរកភាពជោគជ័យចំណុចទី4ការតាមដានការងារក្នុងការធ្វើការងារទោះបីជាយើងធ្វើការងារអ្វីក៏ដោយក៏យើងត្រូវតែមានទិសដៅក្នុងការអនុវត្តនិងតាមដានការងារនោះឲ្យបានដិតដល់ចំពោះលទ្ធផលការងារដោយទៅនឹងកិច្ចការប្រជុំអាស៊ានដែរមានលោកធំបណ្ដាប្រទេសនានាជាច្រើនក៏បានអញ្ជើញចូលរួមហើយនៅពេលដែលទៅប្រជុំត្រូវបានបញ្ចប់ទៅនោះយើងត្រូវតែមានការតាមដានលទ្ធផលការងារនិងការបង្កើតនៅទំនាក់ទំនងឲ្យល្អចំពោះការតាមដានលទ្ធផលការងារនោះដើម្បីទទួលបាននូវជោគជ័យរបស់យើងដូចគ្នាដែរដូច្នេះបើទោះបីជាការងារលំដាប់ណាក៏ដោយក៏យើងត្រូវតែមានទិសដៅច្បាស់លាស់ពិតប្រាកដទើបអាចទទួលបាននូវជោគជ័យដ៏ហ្មត់ចត់សម្រាប់អ្នកដែលធ្វើការងារពាក់ព័ន្ធទៅនឹងការតាមដានការងារលទ្ធផលការងារនោះចាំបាច់ត្រូវតែជាមនុស្សដែលមានលទ្ធភាពឆ្លៀសវៃអាចដោះស្រាយបញ្ហានៅចំពោះមុខបានភ្លាមទោះបីជាយើងសន្តិដ្ឋនៅសភាពស្ថានភាពប្រញាប់យ៉ាងណាក៏ដោយយ៉ាងណាមិញសម្រាប់ការធ្វើការងាររបស់យើងក៏មិនខុសគ្នាដែរបញ្ហាក៏សន្តិដ្ឋនៅលើខ្លួនឯងប្រសិនបើយើងចេះរៀបចំតម្រង់ទិសការងារសម្រាប់លទ្ធផលយើងឲ្យបានជោគជ័យឲ្យសមស្របទៅនឹងពេលវេលាការងារនោះវាប្រៀបដូចជាទៅនឹងការតាមដានលទ្ធផលការងារនោះអញ្ចឹងដែរប៉ុន្តែនេះគឺជាការតាមដានលទ្ធផលការងារខ្លួនឯងដើម្បីការរីកចម្រើនទៅមុខសូម្បីជីវិតដែលយើងមានការជឿជាក់ចំពោះអ្វីដែលយើងកំពុងតែធ្វើនោះចុះពេលភាពជោគជ័យក៏វាប្រកាសជាពិតបាក់ធ្វើអ្វីដែលយើងមិនអាចធ្វើបាននោះទេវិធីជោគជ័យទៅរកភាពជោគជ័យចំណុចទី5ឲ្យបាននៅអ្វីដែលគួរឲ្យមានន័យថាប្រសិនបើយើងមានការបង្កើតទំនាក់ទំនងបានល្អប៉ុណ្ណាទោះបីជាយើងក៏អាចមានការតែម្នាក់ឬក៏មានអ្នកដទៃមករួមដៃជាមួយយើងច្រើនប៉ុណ្ណាដែរមានទាំងការរួមដៃក្នុងការធ្វើពាណិជ្ជកម្មការរស់នៅនិងភាពជិតស្និទ្ធក្នុងការងារគ្រួសារជាដើមឡើយដោយយើងមានទិសដៅការបែងចែករំលែកដោយមិនរំពឹងនៅការតបស្នងសងគុណដើម្បីអ្វី
ប្រសិនបើយើងបាននៅអ្វីមួយជួយដល់បុគ្គលិកគណៈបុគ្គលដទៃទៅដល់សេចក្តីរីករាយនិងសាមគ្គីភាពនោះធ្វើឲ្យជីវិតរបស់យើងកាន់តែរស់នៅប្រកបទៅដោយសេរីសួស្តីបុគ្គលិកលក្ខណៈរីករាយសាមគ្គីយើងគួរណាស់តែធ្វើទៅប៉ុន្តែយើងមិនគួរនឹងធ្វើឲ្យហួសអំពីសមត្ថភាពរបស់យើងឡើយភាពរបស់យើងនោះទេព្រោះយើងក៏ខ្លាចទៅជាមនុស្សម្នាក់ដែលនរណាក៏តែងតែកោតសរសើរនិងគោរពរាប់អានប៉ុន្តែយើងក៏គួរតែទទួលយកនៅអ្វីដែលពេញចិត្តទោះបីជាវាកំពុងតែជារបស់ដែលជារបស់មានតម្លៃអាចចាយវាយបានក៏ដោយតែអ្វីទាំងអស់នោះវាធ្វើឲ្យយើងផ្ដល់នូវសេចក្តីសុខពេញចិត្តជារបស់យើងវាមិនខុសអំពីរឿងនៃស្នេហានោះទេដែលនរណាក៏សួរថាតើអ្វីទៅជាក្តីស្រមៃដ៏ខ្ពស់បំផុតរបស់មនុស្សគ្រប់រូបគ្រប់គ្នាក៏ឆ្លើយតបនៅចម្លើយដូចគ្នាថាគឺស្នេហាក្តីស្នេហាដែលមានការយល់ចិត្តចំពោះគ្នានឹងគ្នាទៅវិញទៅមកដែលលោក Robert Colquhoun ដែលបានពោលថាស្នេហានៅក្នុងសៀវភៅដែលល្មមនឹងអាចបញ្ជាក់អត្ថន័យថាស្នេហាគឺជាធម្មពលនៃបេះដូងគឺជាអត្ថន័យសេចក្តីសុខគឺជាជ្រោះជ្រងនៃវិថីជីវិតដូចគ្នាដែរស្នេហាអាចធ្វើឲ្យជីវិតជ្រះស្រស់ថ្លាបង្កើតសំណើមបង្កើតវិញ្ញាណការលើកទឹកចិត្តគឺជាសំណើមនៃបេះដូងដ៏មានរស្មីគ្រប់ពេលវេលាហើយលើពីនេះទៅទៀតស្នេហាគឺជាអារម្មណ៍ទាំងអស់នោះគឺជាមូលហេតុដែលស្នេហាមានសារៈសំខាន់ចំពោះដង្ហើមនៃជីវិតហើយអ្វីគ្រប់យ៉ាងទាំងអស់យើងបានធ្វើតែងតែត្រូវបានបង្កើតឡើងដោយអារម្មណ៍កាលដែលយើងអាចរស់នៅបានស្រួលជាមួយគ្នានោះយើងត្រូវតែមានការយល់យោគអធ្យាស្រ័យសន្តោសប្រោះប្រណីចេះជួយយកអាសាគ្នាគ្រប់គ្រាលំបាកប៉ុន្តែសូមកុំព្យាយាមឲ្យហួសអំពីសមត្ថភាពរបស់ខ្លួនឯងហើយត្រូវចេះឲ្យនៅអ្វីដែលគួរឲ្យដោយរំពឹងនៅអ្វីតបស្នងសងគុណឲ្យសោះធ្វើបានតែប៉ុណ្ណេះលោកអ្នកក៏អាចប្រកាសជានឹងក្លាយទៅជាមនុស្សដែលមានសេចក្តីសុខហើយចំពោះអ្វីដែលយើងបាននោះទោះវាមិនច្រើនប៉ុន្មានក៏ប៉ុន្តែវាល្អប្រសើរជាងកាលដែលយើងរំពឹងនៅអ្វីដែលគេតបស្នងមកវិញដែរវិធីឈានទៅរកភាពជោគជ័យចំណុចទី6ត្រូវចេះប្រើនៅប្រយោជន៍ដែលខ្លួនមានការបង្កើតទំនាក់ទំនងវាអាស្រ័យទៅលើសម័យកាលវណ្ណៈឬឋានៈអ្វីនោះទេថាធម្មពលនៃការបង្កើតទំនាក់ទំនងនោះវាគឺសន្ធិដ្ឋនៅលើដើម្បីនរណាក៏ដោយទោះបីជាត្រូវប្រាស់នៅធនធានផ្ទាល់ខ្លួនរបស់គេហើយធ្វើការប្រកបទៅដោយភាពវៃឆ្លាតតាមរយៈធនធានខាងក្រៅដូចគេក៏ដោយចុះការបង្កើតទំនាក់ទំនងនឹងคล้ายទៅជាផ្នែកមួយនៃជីវិតរបស់អ្នកធ្វើការងារដោយមិនដឹងខ្លួនទៀតផងសូម្បីតែការនិយាយគ្នាតាមទូរស័ព្ទការនិយាយគ្នាជាមួយមិត្តភ័ក្តិរួមការងារក៏ដោយសុទ្ធសឹងតែជាការបង្កើតនៅទំនាក់ទំនងហើយទាំងអស់នេះគឺជាប្រយោជន៍ដែលមាននៅក្នុងខ្លួនរបស់យើងក៏ប៉ុន្តែយើងបែរជាពុំបានដឹងសោះនៅអ្វីដែលយើងមាននោះឡើយថាតើក្នុងការធ្វើការងារយើងត្រូវតែមានការលះបង់គ្រប់បែបគ្រប់យ៉ាងនៅអ្វីដែលយើងមានហើយប្រឆាំងទៅនឹងការប្រែប្រួលដូចគ្នាដែរអ្វីដែលបានកើតឡើងចំពោះយើង
នោះគឺទំនាក់ទំនងដែលមិនល្អដូចជាការពាក់ព័ន្ធទៅនឹងមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនរបស់យើងដែលមានការជាប់ជំពាក់ទៅនឹងកត្តាធម្មជាតិជាដើមការជៀសវាងនៅការផ្លាស់ប្ដូរអត្តចរិតពីធម្មជាតិនោះវាគឺជានិស្ស័យរបស់មនុស្សជាទូទៅវាពុំមែនជាសំណាងទេប្រសិនបើវាជានិស្ស័យដែលបង្កើតនូវភាពបរាជ័យចំពោះខ្លួនឯងព្រមទាំងមើលបាបនៅខ្លួនឯងទៀតនោះប៉ុន្តែទៅតាមវិថីនៃជីវិតតាមពិតទៅជីវិតគឺជាការផ្លាស់ប្ដូរព្រោះមនុស្សយើងមាននរណាម្នាក់ដែលអាចទទួលស្គាល់នៅភាពជោគជ័យបានគ្រប់រឿងទាំងអស់នោះទេដូច្នេះយើងគួរតែមានការប្រុងប្រយ័ត្នចំពោះការផ្លាស់ប្ដូរជានិច្ចហើយកន្លឹះសំខាន់នៃបេះដូងនោះគឺសេចក្តីភ័យខ្លាចគឺភ័យខ្លាចនៅអ្វីដែលយើងមិនដឹងប្រសិនបើយើងចង់បញ្ឈប់នៅសេចក្តីភ័យខ្លាចនោះរឿងដែលត្រូវតែធ្វើគួរតែធ្វើនោះគឺត្រូវប្រឈមទៅនឹងការពិតចំពោះស្ថានភាពដែលនៅជុំវិញខ្លួនដែលនឹងត្រូវផ្លាស់ប្ដូរទៅដោយពុំអាចខ្វះដោយពុំថាតើយើងអ្នកចង់ផ្លាស់ប្ដូរតើលោកអ្នកចង់ឲ្យវាកើតឡើងថាតើកើតឡើងដែរឬទេអ្វីដែលយើងមិនបានដឹងនោះគឺថាតើកើតឡើងនៅពេលណាហើយយើងក៏តែងតែសួរខ្លួនឯងជានិច្ចហើយយ៉ាងដូចម្ដេចខ្លះថាតើអាស្រ័យទៅលើការកំណត់ថាតើតម្រូវការផ្លាស់ប្ដូរនោះជាអ្នកកំណត់ការគ្រប់គ្រងជីវិតរបស់យើងប្រសិនបើការផ្លាស់ប្ដូរប្រៀបទៅនឹងធាតុពិតនៃជីវិតការផ្លាស់ប្ដូរនោះគឺការរំពឹងក៏ដូចជាការរំភើបរីករាយការរីកចម្រើននៃបទអភិសោតជីវិតរបស់យើងដូចគ្នាដែរនោះលោកអ្នកក៏ប្រកាសជាអាចកំចាត់បងនៅសេចក្តីភ័យខ្លាចឲ្យបានចាកចេញអំពីចិត្តគំនិតរបស់ខ្លួននិងជីវិតរបស់អស់លោកអ្នកដូចគ្នាដែរយើងគ្រប់គ្នាសុទ្ធតែធ្លាប់ជួបស្ទើរតែគ្រប់បញ្ហាទាំងអស់គ្រាន់តែថាតើយើងត្រូវដោះស្រាយបញ្ហាទាំងនោះតាមរបៀបណាយ៉ាងដូចម្ដេចថាតើសតិគ្រប់គ្រាន់ក្នុងការដោះស្រាយដែរឬទេខណៈនេះពេលដែលយើងជួបប្រទះនឹងបញ្ហានោះថាតើសូមកុំភ្លេចយើងថាមនុស្សយើងម្នាក់សុទ្ធតែសឹងតែមាននូវគុណសម្បត្តិរៀងខ្លួនហេតុអ្វីហេតុដូច្នេះយើងគួរតែចេះប្រើប្រាស់នូវគុណសម្បត្តិទាំងអស់នោះឲ្យជាប្រយោជន៍ឲ្យបានសម្រេចទៅនឹងអ្វីដែលយើងមាននៅក្នុងជីវិតវាជាការគ្រប់គ្រងពេលទៅហើយការគ្រប់គ្រាន់នៅក្នុងជីវិតរបស់យើងត្រូវត្រៀមខ្លួនទុកជានិច្ចវិធីទៅរកភាពជោគជ័យចំណុចទី7គឺការកំណត់ទិសដៅការកំណត់ទិសដៅការងារគឺជារឿងដ៏ប្រសើរដែលយើងគ្រប់គ្នាគួរតែធ្វើដើម្បីអភិវឌ្ឍផ្លាស់ប្ដូរទិសដៅនៃជីវិតឲ្យមានតែការប្រសើរឡើងព្រមទាំងបង្កើតនៅអ្វីដែលកាន់តែស្រស់បំព្រងឡើងមានភាពស្រស់ថ្លានិងផ្ដល់នូវរង្វាន់ដល់ខ្លួនឯងជាដើមទោះបីជាលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយយើងត្រូវតែមានភាពច្បាស់លាស់ចំពោះអ្វីដែលយើងធ្វើហើយត្រូវចាប់ផ្ដើមធ្វើភ្លាមទោះបីជាវាមិនមែនជាការងារធំដុំក៏ដោយប៉ុន្តែប្រសិនបើយើងធ្វើវាឲ្យចប់សពគ្រប់ហើយនោះមានន័យថាយើងប្រាកដជាមានសមត្ថភាពក្នុងការធ្វើវាព្រោះយើងមានទិសដៅក្នុងការទទួលខុសត្រូវចំពោះការងារនោះទើបយើងអាចទទួលនៅភាពជោគជ័យយ៉ាងដូចនេះដែរមនុស្សជាច្រើនបានទទួលនៅភាពជោគជ័យទាំងក្នុងតួនាទីទាំងក្នុងការងារទាំងក្នុងកិច្ចការងារគ្រួសារជាដើមក៏ដោយសារតែគេជាមនុស្សដែលមានទិសដៅច្បាស់លាស់ក្នុងការបំពេញការងារជាដើមយ៉ាងណាមិញយើងក៏មិនខុសគ្នាដែរគឺត្រូវតែកំណត់ទិសដៅឲ្យបានច្បាស់លាស់ថាតើយើងគួរធ្វើអ្វីត្រូវបញ្ចប់នៅពេលណាហើយថាតើកិច្ចការងារនោះវាប្រសើរដែរឬទេ
ទាំងអស់នេះគឺជាអ្វីដែលយើងគួរតែខ្លាយទៅជាទម្លាប់ហើយវិធីល្អបំផុតក្នុងការកម្ចាត់ទម្លាប់មិនល្អនោះគឺការជំនួយគឺជាការផ្ដល់នៅខ្លួនឯងសម្រាប់ភាពជោគជ័យដែលយើងចាំបាច់ធ្វើដោយការផ្លាស់ប្ដូរនៅអ្វីដែលមិនល្អចេញហើយទទួលយកនៅអ្វីដែលល្អមកដាក់ក្នុងខ្លួនដើម្បីអភិវឌ្ឍជីវិតរបស់យើងឲ្យឆ្ពោះទៅរកភាពជោគជ័យទាំងអស់នេះទាំងជាអត្ថបទទាំងការសាកល្បងចំពោះខ្លួនឯងយើងតាក់ទងទៅនឹងការផ្លាស់ប្ដូរដើម្បីថាយុទ្ធសាស្ត្រដែលយើងដឹកនាំឆ្ពោះទៅរកភាពជោគជ័យថាតើខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរអ្វីខ្លាំងបំផុតនៅក្នុងជីវិតថាតើការផ្លាស់ប្ដូរក្នុងជីវិតមានការពិតបាក់ប៉ុណ្ណាថាតើខ្ញុំផ្លាស់ប្ដូរជីវិតពេលណាថាតើទិសដៅផ្លាស់ប្ដូរជីវិតនឹងត្រូវបន្តទៅមុខយ៉ាងដូចម្តេចដែរតើខ្ញុំមានទិសដៅអ្វីធំបំផុតនៅក្នុងជីវិតប្រសិនបើផ្លាស់ប្ដូរជីវិតបានហើយថាតើខ្ញុំមានអ្វីជារង្វាន់សម្រាប់ខ្លួនឯងយើងគ្រប់គ្នាត្រូវតែមានទិសដៅក្នុងការដឹកនាំជីវិតនិងការធ្វើការងារប្រសិនបើយើងគ្មានការតាំងចិត្តឲ្យបានច្បាស់លាស់និងពេញចិត្តពេញទំហឹងចំពោះអ្វីដែលយើងកំពុងតែធ្វើនេះនោះទេប្រកាសជាមិនខានថាជួបទៅនឹងភាពជោគជ័យមិនបានឡើយលោកអ្នកត្រូវតែគិតថាកុំចាំស្អែកហើយស្អែកទៀតចំពោះអ្វីដែលត្រូវធ្វើក្នុងថ្ងៃនេះពេលភាពជោគជ័យក៏ប្រកាសជានឹងរត់ចូលមករកយើងជាពុំខានវិធីឆ្ពោះទៅរកភាពជោគជ័យចំណុចទី8កម្រងចាំឲ្យគេមកជួយនៅអ្វីដែលយើងអាចធ្វើបានវាជាការឥតប្រយោជន៍ទេប្រសិនបើយើងនៅទំនេរតទេហើយរងចាំឲ្យអ្វីទាំងអស់នោះដើរមករកយើងដោយយើងពុំព្រមធ្វើនៅអ្វីទាល់តែសោះមនុស្សដែលចេះគិតបែបនេះគឺជាមនុស្សដែលមានគំនិតឆ្កួតហើយសួរថាតើពេលណាទៅភាពជោគជ័យមករកយើងនោះនៅពេលដែលយើងក្រឡេកទៅមើលមនុស្សឆ្លាតវិញនោះយើងឃើញថាគេតែងតែមានធម៌ពលក្នុងការធ្វើការងារជាច្រើនក៏ដោយសារតែគំនិតរបស់គេយល់ឃើញថាក្នុងការធ្វើកិច្ចការអ្វីមួយកម្រងចាំឲ្យគេមកជួយចំពោះកិច្ចការណាដែលយើងអាចធ្វើបានដោយខ្លួនឯងនោះនេះហើយគឺជាគំនិតដែលអ្នកដែលជួយនឹងភាពជោគជ័យក្នុងជីវិតទាំងក្នុងមុខតំណែងការងារក៏ដូចជាកិច្ចការងារគ្រួសារគឺសុទ្ធសឹងតែមានសេចក្តីសុខចំពោះធម៌ពលរបស់ខ្លួនឯងជានិច្ចក្នុងការបំពេញការងារក៏មិនខុសគ្នាដែរយើងត្រូវតែមានថាតើទស្សនៈល្អមានទំនួលខុសត្រូវខ្ពស់ចំពោះកិច្ចការដែលយើងធ្វើដោយបំភ្លេចថាគ្មាននរណាម្នាក់អាចជួយយើងក្រៅអំពីខ្លួនយើងបានឡើយដោយទស្សនៈព្រះសម្មាសម្ពុទ្ធព្រះអង្គថាអត្តាហិអត្តនោនិថោជាដើមបានឡើយនៅពេលដែលយើងគិតដល់ថាយើងមិនអាចធ្វើបានសុំឲ្យគេជួយផ្ដល់នៅកតិគំនិតល្អដើម្បីអភិវឌ្ឍខ្លួនឯងខ្លួនយើងពន្លឺដែលបុគ្គលដតីធ្លាប់បានទទួលនៅជោគជ័យកន្លងមកដូចគ្នាដែរក៏ដោយសារតែគេធ្លាប់ធ្វើការងារនោះមានការត្រិះរិះពិចារណាការតស៊ូព្យាយាមយ៉ាងមុតមមដែលវាសុទ្ធសឹងតែជាអ្វីដែលគេផ្លាស់ប្ដូរដែលបានជួបប្រទះកន្លងមកដើម្បីជាការបើកគន្លឹះឈានទៅរកភាពជោគជ័យនៅក្នុងជីវិតរបស់គេការបង្កើតទិសដៅនៅក្នុងជីវិតវាគឺជាផ្នែកមួយនៃភាពជោគជ័យដែលយើងចាំបាច់ត្រូវតែគិតទៀតថាចំពោះទិសដៅដែលយើងបានកំណត់ទុកនោះវាអាស្រ័យហេតុនេះទោះបីជាយើងប្រកបមុខរបរឬធ្វើកិច្ចការអ្វីក៏ដោយក៏យើងត្រូវតែនឹកឃើញទៅដល់ទ
ទៅដាវដែលយើងមានការកំណត់ទៅដាវនោះទុកឲ្យបានមុខមុតឲ្យបានខ្លាំងព្រមទាំងចេះត្រូវតែដឹងអំពីភាពស្ទាត់ជំនាញក៏ដូចជាសតិបញ្ញាដែលយើងមានដើម្បីឈានទៅរកទិសដៅដែលយើងបានកំណត់ទុកនៅក្នុងជីវិតដូចគ្នាដែរការសិក្សាស្វែងយល់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើការងារគ្មាននរណាម្នាក់អាចធ្វើការងារបានដោយគ្មានការសិក្សារៀនសូត្រនោះទេហើយគ្មាននរណាម្នាក់ដែលមិនធ្លាប់ធ្វើការងារខុសនោះដែររួមទាំងខ្លួនយើងផងនោះដែលយើងនៅពេលដែលធ្វើក៏គួរតែចេះថាយកធម៌ពលដែលយើងមានឲ្យប្រើឲ្យអស់លទ្ធភាពសមត្ថភាពប៉ុន្តែសូមកុំភ្លេចថាយើងត្រូវតែចេះជួយខ្លួនឯងកុំរងចាំឲ្យអ្នកដទៃគេមកជួយយើងប្រសិនបើយើងអាចធ្វើបានយ៉ាងដូចនេះនោះប្រកាសជាមានមោទនភាពខ្លាំងខ្លាំងណាស់ហើយចំពោះជីវិតរបស់យើងដូចគ្នាវិធីឈានទៅរកភាពជោគជ័យចំណុចទី9ការវិភាគឡើងវិញអំពីជីវិតថាតើតាមរយៈមេរៀនជាច្រើនដែលខ្ញុំបានធ្លាប់សិក្សាក៏ដូចជាស្វែងយល់កន្លងមកនេះថាតើទាំងនោះខ្លួនខ្ញុំផ្ទាល់ក៏ដូចជាបុគ្គលដទៃដែលឃើញថាមានការផ្លាស់ប្ដូរមានមនុស្សតិចតួចណាស់ដែលមានភាពជោគជ័យនៅក្នុងជីវិតដោយពុំធ្លាប់បានឆ្លងកាត់នៅសេចក្តីលំបាកការឈឺចាប់ការលំបាកពីមុនមកដូច្នេះយើងត្រូវតែចេះរំពឹងអំពីមេរៀនជីវិតរបស់យើងឲ្យល្អនិងស្ទាត់ជំនាញចំពោះខ្លួនឯងថាតើយើងត្រូវការអ្វីចង់ធ្វើអ្វីហើយចូលចិត្តអ្វីដែលនៅអ្វីដែលយើងកំពុងធ្វើដែរនោះខ្លាំងប៉ុណ្ណាត្រូវធ្វើការរំលឹកវិភាគឲ្យបានហ្មត់ចត់ហើយអនុវត្តឲ្យបានត្រឹមត្រូវតាមតម្រូវការនៃជីវិតដូចគ្នាដែរភាពអស្ចារ្យគឺជាអ្វីដែលយើងត្រូវប្រាថ្នាបានដើម្បីអភិវឌ្ឍខ្លួនដើម្បីឈានទៅរកនូវភាពជោគជ័យកំពូលនៃជីវិតក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតការដែលយើងទទួលបាននូវភាពជោគជ័យនោះក៏ដោយសារតែយើងមានធម៌ពលជំរុញពីក្នុងចិត្តរបស់យើងថានឹងធ្វើអ្វីដើម្បីមនុស្សជំនាញខ្លួនរបស់យើងដែលទាំងអស់នេះវាគឺសន្ធិដ្ឋនៅលើការតាំងចិត្តដែលយើងតាំងមាំហើយនោះវាប្រកបណាស់ជាញឹកញាប់ដែលមនុស្សយើងបានលើកយកមកឧបសគ្គនៅដាក់នៅក្នុងតំណាងជីវិតក្នុងដំណាក់កាលចុងក្រោយដ៏ធំបំផុតគឺការគិតអ្វីទាំងអស់នោះវាមានប្រយោជន៍ដែលនឹងធ្វើឲ្យយើងទទួលសម្រេចលទ្ធផលបាននោះទេការយល់ព្រមគឺជារឿងដែលសំខាន់បំផុតហើយព្រមប្រកាសថាអ្វីគឺជាតម្រូវការរបស់យើងដែលពោរពេញទៅដោយបំណងប្រាថ្នាការតាំងចិត្តនិងការយល់ព្រមវាគឺជាអំណាចលំនាំដែលមានភាពអស្ចារ្យដែលយើងគ្រប់គ្នាមាននៅក្នុងខ្លួននិងដឹកនាំខ្លួនយើងឆ្ពោះទៅរកចំណុចកំពូលបំផុតនៃជីវិតសូមចាំទុកថាអំណាចគឺជាធម៌ពលដ៏អស្ចារ្យសម្រាប់ការធ្វើការងារដូច្នោះហើយទៅជីវិតរបស់យើងជៀសវាងនៅអំណាចអវិជ្ជមានផ្សេងផងហើយត្រូវតែចងចាំថាតើយើងបាននិយាយអ្វីខ្លះអំពីតម្រូវការជីវិតរបស់យើងប្រសិនបើយើងមានបំណងយ៉ាងមុតមមចំពោះខ្លួនយើងប៉ុណ្ណាក៏ត្រូវតែតាំងចិត្តធ្វើឲ្យខ្លាំងក្លាប៉ុណ្ណោះដែរទោះបីជាយើងអាចទទួលបាននៅអ្វីដែលយើងចង់បានកាន់តែឆាប់រហ័សឡើងនៅទីនេះសូមប្រើពាក្យសព្វនាមថាអញជំនួសឲ្យខ្លួនឯងដើម្បីអង្កេតនិងបង្ហាញអំពីភាពស្វាហាប់របស់ក្នុងការអះអាងចំពោះធម៌ពលការងារជីវិតនៅក្នុងសៀវភៅនេះឯង
សម្រាប់ឧទាហរណ៍ដូចខាងក្រោមអញថាខ្លួនអញត្រូវរំរិតទៅដោយសេចក្តីស្នេហានិងងប់ងល់ចំពោះស្នេហារាងកាយដែលកំពុងតែរស់នៅពេលនេះជាការបង្ហាញនៅឥទ្ធិពលស្នេហាដ៏ស័ក្តិសិទ្ធិអញនឹងធ្វើខ្លួនអញឲ្យមានសេចក្តីសុខសេចក្តីរីករាយនៅពេលដឹងថាត្រូវការរំពឹងទៅដោយសេចក្តីស្នេហានិងព្រមទទួលយកនៅការពិតជីវិតរបស់អញចូលចិត្តមានជីវិតនិងមានស្នេហាអញស្រឡាញ់ខ្លួនអញខ្លាំងរហូតព្រមទទួលយកនៅការផ្លាស់ប្ដូររបស់អញពិតជាអស្ចារ្យទាំងអស់ហើយដឹកថាសុខភាពផ្លូវកាយរឹងមាំប៉ុណ្ណានៅពេលដែលការងារយ៉ាងច្រើនអញពិតជាពេញចិត្តនិងព្រមទទួលយកនៅអ្វីដែលសេចក្តីសុខវានឹងផុសចេញអំពីចិត្តពេញទំហឹងមានការតស៊ូណាមួយដែលពាត់ទៅឡើយការបង្កើនទំនាក់ទំនងរបស់អញនេះនោះទេអញនឹងបណ្ដេញឲ្យវាទៅតាមចិត្តហើយទុកឲ្យបេះដូងរបស់អញជាអ្នកនាំផ្លូវអញជឿជាក់នេះថាដួងវិញ្ញាណរបស់អញគឺជាមិត្តដ៏ស្និទ្ធបំផុតដ៏ស្មោះត្រង់បំផុតដែលស្ទើរតែមិនគួរឲ្យជឿគ្រប់គ្នាមានការស្រឡាញ់ពេញចិត្តអញសង្ឃឹមលើជោគជ័យរបស់អញជានិច្ចអញជាមនុស្សដែលគួរឲ្យអាណិតជាអ្នកដែលដឹកអំពីវិធីក្នុងការផ្ដល់និងបង្ហាញនៅក្តីស្រឡាញ់មាសប្រាក់លុយកាក់និងធម៌ពលការងារអាចធ្វើឲ្យមានសេចក្តីសុខចំពោះអ្វីដែលអញទាំងនោះសូមសាកល្បងបង្កើតអំណះអំណាងក្នុងផ្លូវល្អសម្រាប់ខ្លួនឯងឲ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្ដែងដែលជីវិតអស់លោកអ្នករស់នៅផងចុះគ្រប់គ្នាមានគំនិតជាច្រើនល្មមនឹងអាចធ្វើការងាររួមគ្នាជាមួយអ្នកដទៃដែលគេមានគំនិតដូចយើងបានយ៉ាងច្រើនល្អប្រសើរកុំរវល់តែគិតក៏ត្រូវតែចាប់ផ្ដើមធ្វើបន្តិចម្ដងដែរនៅពេលវាប្រកបជាអាចរីកចម្រើនបានវាប្រសើរជាងការរងចាំធ្វើការត្រត្រង់តែម្ដងព្រោះប្រសិនបើយើងមានការខុសឆ្គងគេអាចនឹងចោទប្រកាន់បានដូច្នេះយើងត្រូវតែគិតរកវិធីទៅលើខ្លួនឯងឲ្យច្បាស់ជានេះថាតើត្រូវធ្វើអ្វីនៅក្នុងជីវិតហើយគិតថាតើយើងអាចធ្វើបានឬអត់ត្រូវដាក់សំណួរចំពោះខ្លួនឯងរួចហើយឆ្លើយទៅសំណួរនោះចុះពេលដែលយើងប្រកាសជានឹងបានដឹងអំពីគោលការណ៍គំនិតពិតប្រាកដរបស់យើងហើយបន្ទាប់មកទើបជ្រើសរើសផ្លូវក្នុងការធ្វើដំណើរមិនយូរប៉ុន្មានភាពជោគជ័យប្រកបជារត់មករកយើងជឿចុះថាលោកអ្នកប្រកាសជាអាចធ្វើបានដូចគ្នាហើយអាចធ្វើបានយ៉ាងល្អប្រសើរជាងនេះទៀតផងវិធីឈានទៅរកភាពជោគជ័យចំណុចទី10ការផ្ដល់សារៈសំខាន់ចំពោះខ្លួនឯងប្រកាសណាស់ថាតែយើងអាចទទួលបានជោគជ័យនោះប្រសិនបើយើងផ្ដល់សារៈសំខាន់ដល់ខ្លួនឯងយើងទេនោះហើយអ្វីដែលយើងគួរថ្នាក់ថ្នមនោះគឺរាងកាយនិងសុខភាពខ្លួនយើងនេះឯងពុំចាំបាច់គិតឡើយថារាងកាយរបស់អ្នកនោះវាយ៉ាងណាស្អាតឬក៏អាក្រក់ព្រោះរាងកាយប្រៀបបានដូចជាយានជំនិះនៃជីវិតដូច្នេះលោកអ្នកមានគំនិតចង់ធ្វើអ្វីក៏ធ្វើបានដែរឲ្យតែអាចរក្សារូបកាយសុខភាពបានរាងកាយរបស់លោកអ្នកឲ្យបានល្អប្រសើរបំផុតរាងកាយគឺជាយានជំនិះដ៏មានតម្លៃនៃចិត្តនិងធម៌ពលជីវិតវាពិតជាសំខាន់ថាលោកអ្នកត្រូវតែមានបទពិសោធន៍ចំពោះអ្វីដែលយើងធ្វើហៅថាជំងឺឈឺថ្កាត់នោះទេប៉ុន្តែយើងក៏មានអារម្មណ៍ថាអរគុណដែលយើងកើតនៅមានជីវិតនៅល្អប្រសើរនិងផ្ដល់កិត្តិយសដល់រាងកាយរបស់យើង
ដែលរាងកាយរបស់យើងវានឹងនៅរងចាំតបស្នងមកយើងវិញនៅអ្វីដែលយើងបានកត់កំណត់ទុកត្រូវចេះស្រឡាញ់ខ្លួនឯងនិងគ្រប់គ្រងធម៌ពលដ៏មានតម្លៃរបស់យើងត្រូវចេះស្វែងរកស្វែងយល់អំពីការកំណត់ព្រំដែនកំណត់ទិសដៅខ្លួនឯងហើយត្រូវសន្តិដ្ឋនៅព្រំដែននោះថាដើម្បីខ្លួនឯងរកបោះខ្លួនឯងព្រមទាំងសិក្សាស្វែងយល់ឲ្យចេះសពនៅអ្វីដែលយើងនៅជុំវិញខ្លួនដើម្បីខ្លួនយើងនឹងថែរក្សានៅខ្លួនយើងឲ្យមានឱកាសថាតើយើងបានទទួលស្គាល់នៅអ្វីកាន់តែល្អឡើងហើយឬនៅសូមផ្ដល់សារៈសំខាន់ដល់ខ្លួនយើងដើម្បីក្រឡេកទៅមើលថាអ្វីដែលល្អគិតតែអ្វីដែលល្អស្អាតនិងចេះសិក្សាស្វែងយល់នៅការសរសើរបើព្រមទទួលស្គាល់រាងកាយរបស់យើងហើយដែលយើងកំណត់ថានឹងមានការរស់នៅសពថ្ងៃនេះព្រមទាំងការកំណត់នឹងការកែលម្អព្យាយាមសរសេរទៅដៅឲ្យបានល្អច្បាស់លាស់ដើម្បីសេរីភាពចិត្តរបស់យើងដូចជាធម្មពលដែលជីវិតរបស់យើងមានគំនិតល្អគួរតែចង់ឲ្យអានដូចតទៅនេះថាយើងគួរតែមានគំនិតល្អគួរឲ្យចង់អានដូចតទៅនេះថារាងកាយរបស់ខ្ញុំពោពេញទៅដោយជីវិតរឿងរ៉ាវមានសេចក្តីស្នេហាសេចក្តីសុខភាពពេញលេញខ្ញុំគឺជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញហើយស្រឡាញ់អ្វីដែលស្អាតជីវិតដែលខ្ញុំស្រឡាញ់គឺព្រមទទួលយកនៅអ្វីដែលខ្ញុំមានរាងកាយរបស់ខ្ញុំអាចឆ្លុះបញ្ចាំងអំពីជីវិតដ៏ល្អនិងការចិញ្ចឹមបីបាច់រក្សាដ៏ប្រពៃខ្ញុំគ្រប់គ្រងធម៌ពលជីវិតដ៏មានតម្លៃរៀងរាល់ថ្ងៃដោយការស្ដាប់នៅធម៌ពលវិញ្ញាណរាងកាយរបស់ខ្ញុំចំណែកការបង្កើតការងារដ៏ល្អមានគុណភាពនោះគឺជាការផ្ដល់ពេលវេលាចំពោះខ្លួនឯងឲ្យបានសម្រាប់ដើម្បីបន្ថយភាពតានតឹងប្រសិនបើយើងមិនយកចិត្តទុកដាក់មើលថែសុខភាពមិនផ្ដល់សារៈសំខាន់ចំពោះខ្លួនឯងនោះទេថាតើយើងនឹងខ្វះថាតើយើងនឹងជួបថាតើខួរក្បាលពីណាមកដើម្បីយកមកគិតត្រូវចេះបង្កើតធម៌ពលការងារឲ្យមានតម្លៃដូចទៅនឹងបុគ្គលដែលទទួលបាននូវភាពជោគជ័យដែលនៅពេលដែលគេលំហែអារម្មណ៍និងផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងដើម្បីឈានទៅរកភាពរីកចម្រើននៅថ្ងៃខាងមុខតំណែងការងារនិងគ្រួសាររបស់គេជាដើមវិធីឈានទៅរកជោគជ័យចំណុចទី11ត្រូវធ្វើជាម្ចាស់ខ្លួនឯងតើការបង្កើតទំនាក់ទំនងគឺជាកិច្ចការងារមួយយ៉ាងដែលយើងគ្រប់គ្នាតែមានហើយចំពោះបុគ្គលដែលត្រូវការធ្វើការងារជាក្រុមទៀតនោះវាកាន់តែសំខាន់ណាស់ដែលយើងគួរតែបង្កើតធម៌ពលឬក៏សម្ព័ន្ធភាពជាមួយគ្នាដើម្បីអភិវឌ្ឍយើងបង្កើតទស្សនគតិដ៏ល្អសម្រាប់យើងឲ្យល្អកាត់ឡើងព្រមទាំងផ្ដល់នូវការទទួលស្គាល់នៅសារៈសំខាន់នៃការធ្វើការងារនិងមានភាពជាម្ចាស់ការលើខ្លួនឯងថាតើវាយ៉ាងណាវាគឺជាអ្វីដែលយើងអាចមើលឃើញអំពីគុណតម្លៃគុណសម្បត្តិរបស់ខ្លួនសូម្បីតែការផ្ដល់នូវសេរីភាពនិងគ្មានពាក់ព័ន្ធទៅនឹងវាទស្សនគតិដែលយើងមិនមើលឃើញខ្លួនយើងការគូការងារការគិតការងារគួរតែលើកស្ទួយនៅសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តឲ្យល្អប្រសើរការងារអាចនឹងនាំឲ្យឱកាសមកដល់យើងនាំភាពរីកចម្រើនដល់យើងនិងសុខភាពក្នុងការដោះដូរអាជីវកម្មជាមួយនឹងមនុស្សជាច្រើននិងការរកឃើញខ្លួនឯងហើយអារម្មណ៍រំភើបរីករាយនៅពេលដឹងថាខ្លួនឯងមានភាពអស្ចារ្យជាដើមប៉ុន្តែវាក៏មានភាពរាំងស្ទះខ្លះៗទៅលើកិច្ចការងារ
ផ្សេងៗដែលយើងក៏អាចរក្សាស្វែងយល់បានដោយមានប្រសិទ្ធភាពក្នុងការរៀបចំផ្លាស់ប្ដូរដែលបានកើតឡើងជាដើមការធ្វើការផ្លាស់ប្ដូរផ្សេងៗវាតែនាំមកនូវភាពតានតឹងនិងសេចក្តីលំបាកចំពោះខ្លួនឯងចំពោះសុខភាពផ្លូវចិត្តប៉ុន្តែវាជាធម្មជាតិរបស់មនុស្សយើងធម្មតាដែលជាញឹកញាប់ភាពខ្ជិលច្រអូសវាបណ្ដោយមកពីកត្តាធុញថប់និងការចាំនៅស្អែកហើយស្អែកទៀតពេលខ្លះយើងត្រូវចេះបង្កើតចេះក្រឡេកទៅមើលនៅមុខថាបើមើលទៅលទ្ធផលនៃការព្យាយាមដែលយើងឈានទៅរកភាពជោគជ័យពេលនោះការធុញថប់ដែលកំពុងតែអូសទាញសេចក្តីព្យាយាមក៏នឹងកាន់តែចុះខ្សោយទៅដូចគ្នាទើបសេចក្តីតាំងចិត្តដោយដិតដាមនៅបំពេញបំណងប្រាថ្នាអាចឈ្នះភាពតានតឹងនៃសេចក្តីព្យាយាមបានដូចគ្នាបានយ៉ាងងាយស្រួលប្រសិនបើយើងមិនអាចអភិវឌ្ឍទស្សនគតិដែលនៃការគិតទំនុកចិត្តបានហើយនោះការធុញថប់ប្រហែលជានឹងคล้ายទៅជាភាពរីកចម្រើនរីករាយទៅវិញទំហំនៃការតានតឹងរបស់មនុស្សយើងមានស្ទើរគ្រប់គ្នាទាំងអស់គ្រាន់តែច្រើនឬតិចតែប៉ុណ្ណោះប្រសិនបើយើងមានលទ្ធភាពតានតឹងខ្លាំងអ្វីៗគ្រប់យ៉ាងក៏ជាប់គាំងទាំងអស់កំថាស្អែកឡើយជាការងារសូម្បីតែរឿងក្នុងគ្រួសារក៏ដូចគ្នាដែរប៉ុន្តែប្រសិនបើយើងគ្មានការធុញថប់នោះទេកិច្ចការគ្រប់យ៉ាងក៏ព្រមប្រកាសជាសំខាន់និងអាចដំណើរការទៅមុខបានយ៉ាងរលូនដូច្នេះយើងត្រូវតែធ្វើជាម្ចាស់លើខ្លួនឯងឲ្យបានល្អទោះបីជាការងារអ្វីក៏ដោយនៅក្នុងពិភពលោកនេះសុទ្ធសឹងតែជាឧបសគ្គស្ទើរតែទាំងអស់ប៉ុន្តែការរក្សានៅជីវិតការរក្សានៅខ្លួនគឺជាអ្វីដែលយើងគ្រប់គ្នាគួរតែមានហើយនៅពេលដែលធ្វើការងារផ្សេងយើងត្រូវតែរកពេលវេលាឲ្យល្អសម្រាប់ខ្លួនយើងដើម្បីបង្កើតសុខភាពផ្លូវចិត្តឲ្យល្អក្នុងការធ្វើការងារការឈានទៅរកជោគជ័យត្រូវតែព្យាយាមដូច្នេះយើងគួរតែនឹងមិនរាថយចំពោះបញ្ហាដែលបានកើតឡើងនោះទេត្រូវតែមានស្មារតីដោះស្រាយអំពីបញ្ហាហើយអ្វីគ្រប់យ៉ាងក៏ប្រកាសជានឹងទទួលនូវភាពជោគជ័យដូចបំណងរបស់យើងប៉ុន្តែយើងត្រូវតែមានលទ្ធភាពជាម្ចាស់ការលើខ្លួនឯងឲ្យបានខ្ពស់ដើម្បីធ្វើការងារដោយមានសេរីភាព